ហាញការកែរបស់ AI អញ្ចឹងផ្នែកមួយនេះយើងហៅថាផ្នែកមួយនៃ machine learning មានន័យថាយើង upload អាហ្នឹងចូលទៅឲ្យ AI ស្គាល់ថាអាហ្នឹងជាអីអញ្ចឹងឧទាហរណ៍គ្រូ upload នេះលបែងគ្រប់មាន់យើងប្រាប់វាថាជាលបែងជាព្រៃខ្មែរប៉ុន្តែយើងមើលខាងលើបន្តិចបាទយើងមើលត្រង់កន្លែងនេះមុននឹងគ្រូឲ្យវាបង្កើតរូបនេះបានគ្រូបានសួរវាឲ្យបង្កើតលបែងប្រជាប្រិយខ្មែរវាក្អមប៉ុន្តែ AI ប្រាប់មកយើងវិញថាខ្ញុំមិនអាចបង្កើតរូបភាពនេះបានទេព្រោះសំណើនេះខុសគោលការណ៍ចេញតិមានន័យថាតាក់ទងពាក្យវាអញ្ចឹងវាអាចតាក់ទងហិង្សាអីចឹងណាអញ្ចឹងវាខុសគោលការណ៍អញ្ចឹង AI បើយើងដាក់អីដែលខុសច្បាប់អីវាអត់បង្កើតឲ្យធ្វើយើងទេតាមពិតទៅដល់ពេលវាស្គាល់លបែងវាក្អមយើងប្រាប់ថានេះជាលបែងវាក្អមជាលបែងប្រពៃណីខ្មែរអញ្ចឹងបាទវាឆ្លើយតបអរគុណហើយចង់ឲ្យយើងធ្វើអីពីរូបហ្នឹងអញ្ចឹងគ្រូដាក់ថាយើង clear ដូចគ្នាអូខេ clear ខាងលើ clear ខាងក្រោមដូចគ្នាអញ្ចឹងបន្ទាប់ពីយើង train AI មានន័យថាអាហ្នឹងផ្នែកមួយនៃ machine learning ម៉ាស៊ីនរៀនពីយើងបាទអញ្ចឹងនៅពេលដែល AI ស្គាល់ពីយើងហើយបាទគ្រូសាកតេស្តសួរមួយទៀតស្គាល់អប្សរាអត់អញ្ចឹង AI ថាស្គាល់អញ្ចឹងរៀបរាប់អញ្ចឹងឲ្យបង្កើតអប្សរារាប់ចេញរូបអប្សរាតែល្បែងគ្រប់មន់គ្រូបានសួរឯប៉ុន្តែដាក់ឲ្យប្រាប់អញ្ចឹងឲ្យបង្កើតល្បែងគ្រប់មន់អញ្ចឹងរូបភាពដែលសខ្មៅ AI ជួយថែមពណ៌ឲ្យស្អាតហើយទម្រង់ខុសគ្នាដូចគ្នាយើងមើលកន្លែងនេះស្ពះអត់ស្ពះទេប៉ុន្តែនៅក្នុងនេះ AI ដាក់មកស្ពះអញ្ចឹងបើគេប្រកាន់អិយាបថអត់ត្រូវទេណាប៉ុន្តែបើសិនជាយើងថាតើរូបភាពនេះអាចយកប្រើបានដែរទេចម្លើយនេះអានេះវាដូចជាល្បែងគ្រប់មាន់មែនអញ្ចឹងយើងអាចប្រើប៉ុន្តែបើសិនយើងយករូបភាព AI យកទៅប្រើគួរតែធ្វើម៉េចបាទយើងគួរតែបញ្ជាក់ថារូបភាពហ្នឹងបង្កើតឡើងដោយ AI ដើម្បីរក្សាកម្មសិទ្ធិបញ្ញារបស់រូបភាពហើយកុំឲ្យយកអារូប AI ហ្នឹងទៅប្រើដើម្បីពេលខ្លះប្រើយូរទៅអ្នកខ្លះដឹងថារូបហ្នឹង AI ទេប៉ុន្តែបើយើងបញ្ជាក់ឲ្យដឹងអត់មានការយល់ច្រឡំទេអញ្ចឹងគ្រូប្រើ AI នេះអស់ហើយអញ្ចឹងចាំតិចគ្រូភ្ជាប់មួយ account ថ្មីអញ្ចឹងនេះយើងឆ្ងល់ថាបើសិនជាយើងវាយពាក្យហ្នឹងឧទាហរណ៍យើងដាក់លបែងវាក្អមអញ្ចឹងទិន្នន័យដែលយើងបាន Google មាន all មានរូបភាពមានអក្សរមានវីដេអូអញ្ចឹងទៅតែសិនយើងមើលត្រង់កន្លែង image នេះសួរថាយើងអាចមានរូបភាពដែលមានអក្សរអត់សិតតែរូបភាពដែលវាគេធ្វើ poster គេបង្ហោះគេអីអញ្ចឹងណាបាទអាចមានរូបជាគំនូរអញ្ចឹងពេលខ្លះយើងពិបាកទៅយករូបភាពរបស់គេប្រើពេលយើង download ទៅវាព្រិលដូចមិញហ្នឹងគ្រូ download មួយព្រិលយកប្រើអត់បានទេហើយពេលយើងបញ្ចេញទៀតទៅអត់ច្បាស់ទេតែបើសិនយើងយកពីឆាតមកគឺច្បាស់ហ្មងអញ្ចឹងស្កប់បន្តិចសិនអញ្ចឹងតបន្តិចអញ្ចឹងគ្រូ upload រូបភាពម្ដងទៀត from computer បន្ទាប់មកយើងប្រាប់ថារូបភាពហ្នឹងគឺជាលបែងបាទជាលបែងអីនេះនេះជាលបែងចោលឈុងណាអញ្ចឹងយើងមើលម្ដងទៀតនេះជាលបែងចោលឈុងជាលបែងប្រពៃចង់ឲ្យ AI ស្គាល់ខ្មែរយើងឲ្យច្រើនតើយើងបរៀន AI ឲ្យស្គាល់ពីខ្មែរយើងអញ្ចឹងបានវាមានទិន្នន័យខ្មែរបាទ
បាទអូខេអញ្ចឹងចាំមើលនេះ account ផ្សេងណាចាំមើលគ្រូនឹងសួរសំណួរដដែលតាក់ទងនឹងលបែងវាក្អមចាំមើលតើវាបញ្ចេញទិន្នន័យឲ្យអត់ប៉ុន្តែចាំមើលសាកល្បងសិនជួនកាល account free អត់ចងចាំយូរទេប៉ុន្តែបើសិនយើងទិញ account plus កម្រិតដែលវាឲ្យយើងបង់មួយខែប៉ុន្មានអញ្ចឹង AI នឹងកម្រិតខ្ពស់ជាងអាចប្រមូលទិន្នន័យដែល account ធម្មតាអត់មានប៉ុន្តែ account plus ហ្នឹងមានអូខេឥឡូវចាំមើលឲ្យបង្កើតរូបភាពល្បែងចោលឈូកប៉ុន្តែអត់ពិបាកអីក្នុងការបង្កើតសំខាន់អូខេបាទថែមទង់ជាតិខ្មែរឲ្យទៀតប៉ុន្តែទង់ជាតិនេះបើយើងមើលបរិចឲ្យចំទៅมันពេញលេញលក្ខណៈទង់ជាតិខ្មែរប៉ុន្តែបើយើងមើលពីចម្ងាយអាចទទួលយកបានថាទង់ជាតិខ្មែរហើយប៉ុន្តែយើងមើលបាទចោលស្អីប្រកបបាទហ្នឹងប៉ុន្តែបើយើងមើលរូបផ្ទះរូបអីអាចទទួលយកអាហ្នឹងទម្រង់ការរស់នៅខ្មែរបាទបាទឥឡូវចាំមើលបង្កើតរូបភាពល្បែងវាយក្អមទីឲ្យមើលថាវាបញ្ចេញឲ្យដូចអត់តែពិតរូបនេះយើងឲ្យល្បែងចោលឈូកទៅលើឯងដល់ពេលឲ្យរូបមកខុសគ្នាដែរប៉ុន្តែអាមិញគ្រូធ្វើដូចគ្នាដោយ account ដែរអូខេចាំមើល account 2ហ្នឹងផ្សេងគ្នាដោយសារ account មិញផុតបង្កើត5រូបហើយវាផុតអញ្ចឹងបង្កើតលេងអត់បងទេ free បានតែ 4-5 រូបទេខុសគ្នាហ៎ល្បែងវាយក្អមទៅជាលេងស្អីប្រកបទង់ជាតិអីមិនទង់ជាតិឡើយអីមូលស្តៀងឡើយប៉ុន្តែពណ៌អត់ត្រូវគ្នាទេឃើញឃើញខុសគ្នាហ៎ឡើយទង់ជាតិពណ៌អីបាទដល់ពេល AI មកក្រហមនៅកណ្ដាលអត់ត្រូវគ្នាទេមិនឡើយទេទង់ជាតិខ្មែរប៉ុន្តែអត់មានអង្គប៉ុន្តែព្រិលក្រោយត្រូវអញ្ចឹងត្រង់កន្លែងនេះគ្រូបញ្យល់ឲ្យយល់ថាពេលដែលយើងប្រើ AI ត្រូវ machine learning យើងត្រូវបង្ហាញ AI ឲ្យស្គាល់ហើយมันប្រកាសថា account នេះដូចគ្នាហេតុអីបើ account នេះឃើញលទ្ធផលផ្សេងដោយសារ account នេះគ្រូភ្ជាប់មួយ email ផងក្រសួងអញ្ចឹងទម្រង់ចេញមកខុសគ្នាទៀត domain ខុសគ្នា